Sạ sân lên đơ mùi mày xin nọt chom xin na Idol bà với xin pro tất sai vì xin nè pro đại trời chăng ấy trên bị mùi mà chom xin na bà với xin pro tất sai vì xin nè pro đại trời chăng ấy xin chom xin nè bà với xin pro tất sai vì xin nè វ៉ាក់សាំងចាក់អូនឲ្យមានផ្ទៃពោះបងមានហើយនៅតែវ៉ាក់សាំងចាក់បងកុំឲ្យមានប្រពន្ធចុងនៅមិនទាន់មានសង្ឃឹមថាអ្នកវិទ្យាសាស្ត្រនឹងរកឲ្យបានលឿនព្រោះថាបងក៏មិនចង់មានប្រពន្ធចុងដែរតែដោយសារតែគ្មានវ៉ាក់សាំងចាក់មានសន្លប់ណាគ្រាន់វិលមកទូពេលបងឲ្យហាត់ឃ្លៀតហ្នឹងមានសន្លប់អត់អត់ហ៎ហើយក៏អូបអត់អូបហើយឈ្ងុយហ៎ជាតិឯងវានិយាយតហួងអាមុខត្រីឆ្លោយកត្បល់ផុកអត់បានទេចង់ហាត់ទៀតអត់ចង់មកចិត្តបងមកយ៉ាងហាត់មួយហាត់ឃើញបងប្អូនគេឲ្យហាត់យល់អត់មានជួលុយបងមានជួលុយអត់អត់ហើយចង់ហាត់រហងៃអត់ចង់ចាំមកហាត់រហងៃអូមួយថ្ងៃ3ដងទេអញឆ្ងល់មុខប៉ុណ្ណឹងដែរដោយឆ្កែអត់ព្រុសដោយឆ្កែអត់ព្រុសស្មិនដូចឆ្កែអីស្មិនឆ្កែស្អាតជាងសេវាកម្មដឹកជញ្ជូន Super App សេវាកម្មដឹកជញ្ជូនទំនិញក្លាយទៅជាចំណែកមួយដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្មដែលលក់ទំនិញអនឡាញមានម្ចាស់អាជីវកម្មបន្តិចទេដែលឈឺក្បាលនឹងភាពមិនច្បាស់លាស់ភាពយឺតយ៉ាវនិងសុវត្ថិភាពទំនិញរបស់ពួកគេ Super App គឺជាកម្មវិធីមួយដែលសរសេរនិងបង្កើតឡើងដោយយុវជនខ្មែរផ្ទាល់ Sạ sân lên đơ mùi mày xin nọt chom xin na Idol bà với xin pro tất sai vì xin nè pro đại trời chăng ấy trên bị mùi mà chom xin na bà với xin pro tất sai vì xin nè pro đại trời chăng ấy xin chom xin nè bà với xin pro tất sai vì xin nè វ៉ាក់សាំងចាក់អូនឲ្យមានផ្ទៃពោះបងមានហើយនៅតែវ៉ាក់សាំងចាក់បងកុំឲ្យមានប្រពន្ធចុងនៅមិនទាន់មានសង្ឃឹមថាអ្នកវិទ្យាសាស្ត្រនឹងរកឲ្យបានលឿនព្រោះថាបងក៏មិនចង់មានប្រពន្ធចុងដែរតែដោយសារតែគ្មានវ៉ាក់សាំងចាក់មានសន្លប់ណាគ្រាន់វិលមកទូពេលបងឲ្យហាត់ឃ្លៀតហ្នឹងមានសន្លប់អត់អត់ហ៎ហើយក៏អូបអត់អូបហើយឈ្ងុយហ៎ជាតិឯងវានិយាយតហួងអាមុខត្រីឆ្លោយកត្បល់ផុកអត់បានទេចង់ហាត់ទៀតអត់ចង់មកចិត្តបងមកយ៉ាងហាត់មួយហាត់ឃើញបងប្អូនគេឲ្យហាត់យល់អត់មានជួលុយបងមានជួលុយអត់អត់ហើយចង់ហាត់រហងៃអត់ចង់ចាំមកហាត់រហងៃអូមួយថ្ងៃ3ដងទេអញឆ្ងល់មុខប៉ុណ្ណឹងដែរដោយឆ្កែអត់ព្រុសដោយឆ្កែអត់ព្រុសស្មិនដូចឆ្កែអីស្មិនឆ្កែស្អាតជាងសេវាកម្មដឹកជញ្ជូន Super App សេវាកម្មដឹកជញ្ជូនទំនិញក្លាយទៅជាចំណែកមួយដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្មដែលលក់ទំនិញអនឡាញ
មានម្ចាស់អាជីវកម្មបន្តិចទេដែលជួយក្បាលនឹងភាពមិនច្បាស់លាស់ភាពយឺតយ៉ាវនិងសុវត្ថិភាពទំនិញរបស់ពួកគេ Super App គឺជាកម្មវិធីមួយដែលសរសេរនិងបង្កើតឡើងដោយយុវជនខ្មែរផ្ទាល់